អក្សរសាស្ត្រខ្មែរថ្នាក់ទី12អត្ថបទស្ដាប់ពិធីចូលម្លប់ពិធីចូលម្លប់ក៏ដូចជាពិធីកោរជុកដែរជាពិធីដែលស្ទើរតែបាត់បង់ប្រពៃណីទៅហើយតាមដែលដឹងមកអាចពោលថានៅសល់តែ3តំបន់ប៉ុណ្ណោះនៅប្រទេសកម្ពុជាដែលមានគេប្រតិបត្តិនៅឡើយពុំមានន័យថានៅទីដទៃទៀតបាត់បង់រហូតទាល់តែសូន្យសងនោះទេប៉ុន្តែជាការកំរពេកនិងរាប់ថាជាទំនៀមដែលនៅរស់រវើកពុំបានក្នុងតំបន់ទាំង3នោះក្នុងភូមិមួយចំនួននៅស្រុកស្រែអំបិលខេត្តកោះកុងប្រតិបត្តិខ្លាំងជាងគេបន្ទាប់មកគឺក្រុមភូមិមួយចំនួនទៀតនៅស្រុកបាធាយខេត្តកំពង់ចាមបន្ទាប់មកទៀតទើបមានភូមិខ្លះៗនៅស្រុកសូននិគមខេត្តសៀមរាបបើក្រឡេកមើលផែនទីឃើញថាទីតាំងស្រុកទាំង3នេះនៅដាច់ឆ្ងាយពីគ្នាស្រឡះពុំអាចគិតថាមានការឆ្លងពីមួយទៅមួយទេគឺពិតជាពីដើមឡើយប្រពៃណីនេះគេប្រកាន់ទូទៅពេញទូទាំងប្រទេសរីឯកិច្ចនានាក្នុងពិធីក៏ខុសគ្នាដែរច្រើនគួរសមពីតំបន់មួយទៅតំបន់មួយដែរថ្វីត្បិតតែន័យធំបង្អស់នោះមានតែម្យ៉ាងពោលគឺការរៀបចំបន្ទុំខ្លួនកូនស្រីពេញក្រមុំឲ្យទៅជាប្រពន្ធគេនិងទៅជាមេផ្ទះក្នុងអនាគតផ្ទុយពីការអះអាងតគ្នាពីមិត្តមួយទៅមិត្តមួយការបន្ទុំខ្លួននោះពុំតម្រូវឲ្យមានការរៀនសូត្រអ្វីពិតប្រាកដឡើយសូម្បីតែវិជ្ជាមេផ្ទះក៏ទេដែរប្រសិនបើដូច្នេះមែនតើនឹងរៀនអ្វីកើតបើខ្លួននៅក្នុងបន្ទប់ចេញទៅណាពុំបានដូច្នេះគ្រាន់តែបោសសម្អាតផ្ទះសំបែងឬទៅរកបន្លែបង្ការមកដាំស្លក៏ធ្វើមិនកើតផងនេះគឺជាការបន្ទុំប្រុងប្រៀបនិងមានប្តីជាពិតប្រាកដបើតាមប្រពៃណីវ័យដែលត្រូវចូលម្លប់គេឃើញថានៅខេត្តកោះកុងស្រុកស្រែអំបិលកូនស្រីមានអាយុរហូតដល់18ឆ្នាំគឺគ្រប់ការច្រើនឆ្នាំមកហើយក្នុងរយៈពេលដែលនៅក្នុងម្លប់ហាក់ដូចជាគ្រាន់តែជាឧបកិច្ចប៉ុណ្ណោះគឺយ៉ាងយូរបំផុតត្រឹម1សិលគឺពីសិល1ទៅសិល1ទៀតរយៈពេល7ទៅ8ថ្ងៃឬអាចត្រឹមតែ2ថ្ងៃផងក៏មានដែររីឯខេត្តកំពង់ចាមស្រុកបាធាយកូនស្រីអាយុហួសវ័យដែលទើបនឹងមានរដូវបន្តិចបន្តួចរយៈពេលនៅក្នុងម្លប់ច្រើនវែងជាងនេះមាន2ទៅ3ខែជាដើមឬយូរជាងនេះទៀតផងចំពោះខេត្តសៀមរាបស្រុកស្រូននិគមវិញយើងឃើញថាកូនស្រីមិនឲ្យយូរគឺក្រោយពីកូនស្រីមានរដូវដំបូងភ្លាមរយៈពេលដែលនៅក្នុងម្លប់គឺ1ខែជាមធ្យមគ្រឿងរណ្ដាប់និងអត្ថន័យនៃគ្រឿងរណ្ដាប់នៃពិធីចូលម្លប់ដែលគេនិយមប្រារព្ធធ្វើនៅតាមខេត្តនីមួយៗមានដូចជារណ្ដាប់ទី1គឺស្រូវកញ្ជើរណ្ដាប់នេះពុំមាននាទីអ្វីពិសេសខ្លាំងនៅតំបន់សូននិគមក៏ពិតមែនតែនៅតំបន់2ទៀតនោះគឺគួរឲ្យចាប់អារម្មណ៍ពិតប្រាកដក្នុងពិធីកាត់សក់បង្កក់ឆ្មបហើយតមកក្នុងពិធីកោរជុកយើងឃើញថាគេឲ្យសម័យខ្លួនអង្គុយនៅលើកញ្ជើនោះក្នុងកិច្ចសំខាន់ខ្លះៗនៅទីនេះវិញប្រការដែលគួរឲ្យសង្កេតកាន់តែមានច្រើនទៅទៀតក្រៅពីវត្ថុនានាមានទៀនធូបជាដើមដែលគេដាក់លើស្រូវកញ្ជើនោះគេមានដាក់ត្រល់បើនៅស្រុកស្រែអំបិលមានវត្ថុដូចគ្នាដែរតែគេហៅថាតក់មួយទៀតក្នុងត្រល់នោះគេពុំដាក់ស្រូវទេគឺគេយកអង្ករទៅញឹតឲ្យពេញទើបគេយកក្រដាសអ្វីមួយទៅរុំបិទមើលឲ្យជិតមិនតែប៉ុណ្ណោះគេយកចិញ្ចៀនមួយវងទៅចងជាមួយគ្នានោះគេសន្មតថាមុននឹងចេញពីម្លប់
បើស្រាយពីក្រដាសមើលទៅឃើញថាអង្គចុះស្រកមានន័យថាម្ចាស់ខ្លួនពិធីបានប្រព្រឹត្តអំពើអនាចារអ្វីមួយពេលដែលនៅក្នុងម្លប់នោះដូចជាការមានប្រុសឈ្មោលជាដើមនេះជាការឧបកិច្ចសុទ្ធសាធព្រោះអង្គពុំអាចស្រកឡើយប្រការសំខាន់ទី2គឺចាស់ទុំមានឪពុកម្ដាយឬអាចារ្យជាដើមនិយាយទៅរកស្រូវកញ្ជើនោះហាក់ដូចជាទៅរកមនុស្សម្នាក់ឬទៅរកភូតអ្វីមួយតាមពិតទៅគឺគេគិតថាកញ្ជើរណ្ដាប់នេះជាភូតអ្វីមួយមែនត្បិតគេហៅថាមេម្លប់ទោះបីពុំដឹងថាមានរូបរាងឬឥតរូបរាងក៏ដោយរាល់កិច្ចសំខាន់អ្វីមួយដែលត្រូវធ្វើគេតែងតែប្រកាសប្រាប់មេម្លប់ពោលគឺនិយាយប្រាប់ស្រូវកញ្ជើនោះឲ្យបានដឹងឮសិនរណ្ដាប់ទី2គឺកូនចេកនិងកូនអំពៅថ្វីត្បិតតែនៅស្រុកបាធាយពុំឃើញមានប្រើតែនៅស្រុកស្រែអំបិលនិងសូននិគមគេចាត់ទុកថាជារណ្ដាប់មួយសំខាន់ចេកនិងអំពៅនេះត្រូវដាំនៅក្នុងបន្ទប់កូនស្រីពីផ្ដើមចូលម្លប់ហើយត្រូវនៅក្នុងបន្ទប់នោះមួយរយៈពេលដែលកូនស្រីនោះនៅដែរសពថ្ងៃនេះពុំឮគេបកស្រាយរកនៃអ្វីវែងឆ្ងាយទេគ្រាន់តែគេនិយាយថាស្នងឲ្យកូនស្រីនោះឯងតែយ៉ាងណាក៏ដោយចេកនិងអំពៅជាមិត្តរូបនៃព្រលឹងរណ្ដាប់ទី3គឺត្បាល់នេះពុំឃើញមានប្រើទេនៅស្រុកសូននិគមប៉ុន្តែចំពោះស្រុកពីរទៀតនោះវិញគេទុកថាសំខាន់យើងពុំហ៊ានអះអាងថាត្បាល់ប្រើនៅស្រុកបាធាយមានន័យដូចគ្នានឹងត្បាល់ប្រើនៅស្រុកស្រែអំបិលឡើយត្បិតឃើញយកទៅប្រើក្នុងកិច្ចពីរដែលហាក់ដូចជាមានន័យខុសគ្នានៅបាធាយគេប្រើត្បាល់ថ្មតូចល្មមសម្រាប់បុកលៀកនៅពេលយប់ចំណែកឯនៅស្រុកស្រែអំបិលវិញត្បាល់នោះគឺត្បាល់ឈើធំដែលធម្មតាគេប្រើសម្រាប់បុកស្រូវជាដើមដែលពេលនោះគេទុកឧបកិច្ចត្រើបចោះត្រចៀកក្មេងស្រីបន្ទាប់ពីសំពះព្រះអាទិត្យហើយនៅពេលប្រហៀមតែទោះជាយ៉ាងនេះក្តីក៏យើងនៅតែសង្ស័យថាត្បាល់ទាំងពីរនេះអាចមានន័យអ្វីមួយចូលគ្នាឬស្របគ្នាដែរបើត្បាល់បុកលៀកនោះសម្រាប់តែបុកលៀកសុទ្ធសាធតើគេចាំបាច់យកចិញ្ចៀនមួយវងទៅចងភ្ជាប់ធ្វើអ្វីរីឯការចោះត្រចៀកវិញទោះជាឧបកិច្ចក៏ដោយហេតុអ្វីក៏យកកែមត្បាល់ធ្វើជាទ្រនាប់ម្ដេចក៏មិនយកវត្ថុអ្វីផ្សេងមានជ្រុញជាដើមមកប្រើតាមស្មានមើលទៅប្រហែលពុំមែនជាការចៃដន្យឡើយដែលគេប្រើត្បាល់ព្រោះជាទូទៅយើងដឹងហើយថាត្បាល់និងអង្រែមានន័យតាក់ទងនឹងភេទក៏អាចថាធាតុញីនិងធាតុឈ្មោះត្បិតពិធីឆ្លងវ័យជាទូទៅតែងតែតាក់ទងនឹងរឿងនេះគួរកុំភ្លេចថាពេលខ្លះស្លឹកម្លូក៏គេសន្មតថាស្នងឲ្យខ្មាស់នៃមនុស្សស្រីដែររីឯចិញ្ចៀនវិញក៏គេពុំខុសអ្វីពីចិញ្ចៀនដែលគេចងភ្ជាប់ទៅនឹងត្រល់ដែលគឺសុទ្ធសឹងមានន័យដូចគ្នាត្រណមសម្រាប់ពេលដែលនៅក្នុងម្លប់ទី1គឺអាហារត្បិតក្នុងរយៈពេលនោះម្ហូបអាហារដែលទទួលទានហៅថាបាយបួសពុំមានសាច់ឬត្រីអ្វីឡើយក្រៅពីបាយឬបបរច្រើនតែមានសណ្ដែកល្ងសៀងអំបិលនិងផ្លែឈើជាដើមមិនតែប៉ុណ្ណោះមានហាមឃាត់ការទទួលទានផុតពីថ្ងៃត្រង់ទៅដូចជាព្រះសង្ឃដែរជាទូទៅការដាំស្លគឺម្ចាស់ខ្លួនធ្វើដោយខ្លួនឯងក្នុងបន្ទប់នោះតែម្ដងត្រណមសំខាន់មួយទៀតគឺការមិនអោយក្មេងស្រីនោះប៉ះឬឃើញពន្លឺព្រះអាទិត្យបើចេញក្រៅនៅពេលយប់ដើម្បីសម្អាតរាងកាយប្រចាំថ្ងៃគប្បីកិច្ចពុំអោយមនុស្សប្រុសឃើញឡើយ